ពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលដើម្បីរឹតចំណងការទូតជាមួយបណ្ដាប្រទេសជាមិត្តក្នុងបរិបទដែលការការពារបូរណភាពទឹកដីនិងប្រជាជនគឺជាអត្ថប្រយោជន៍ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបាននឹងកំពុងបន្តបេសកកម្មការទូតរបស់ខ្លួនឥតឈប់ឈរដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងស្វះស្វែងពង្រឹងមិត្តភាពចាស់ពង្រីកមិត្តភាពថ្មីនៅលើឆាកតំបន់និងអន្តរជាតិជាពិសេសក្នុងបរិបទនៃការការពារបូរណភាពទឹកដីនិងប្រជាជនគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលជាក់ស្ដែងនៅថ្ងៃទី11ខែមីនាឆ្នាំ2026ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្ហបុរីអំឡុងពេលនៃបំពេញទស្សនកិច្ចផ្លូវការនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមបណ្ឌិតវិវៀនបាឡាគ្រីស្ណាន់រដ្ឋមន្ត្រីការបរទេសសង្ហបុរីភាគីទាំងពីរបានបង្ហាញពីការបដិញ្ញាចិត្តឥតងាករេក្នុងការពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅនៅចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែងដែលរួមចំណែកដល់សន្តិភាពស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ជំនួបខាងលើត្រូវបានបញ្ចប់ដោយការផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់រួមក៏ដូចជាពិភាក្សាយ៉ាងស៊ីជម្រៅពីវឌ្ឍនភាពថ្មីនៃស្ថានភាពព្រំដែនកម្ពុជាថៃជាពិសេសស្ថានភាពជនភៀសសឹកដែលមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនក៏បានអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសង្ហបុរីនិងក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីអំពីការវិវត្តថ្មីនៃស្ថានភាពព្រំដែនកម្ពុជាថៃផងដែរក្រៅជំនួបនោះឯកឧត្តមបណ្ឌិតវិវៀនបាឡាគ្រីស្ណាន់រដ្ឋមន្ត្រីការបរទេសសង្ហបុរីបានបង្ហោះសារលើបណ្ដាញសង្គម Facebook ដោយបង្ហាញពីភាពស្និទ្ធស្នាលនិងបានហៅឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនថាជាមិត្តជិតស្និទ្ធក្រៅពីបង្ហាញសន្ទុះដ៏រឹងមាំនៅក្នុងទំនាក់ទំនងរវាងកម្ពុជាសង្ហបុរីនឹងបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខស្បៀងធម្មពលកកើតឡើងវិញនិងសេដ្ឋកិច្ច Digital ជាដើមប្រមុខការទូតសង្ហបុរីក៏បានប្រាប់ឲ្យដឹងដែរអំពីការផ្លាស់ប្ដូរទស្សនៈលើការអភិវឌ្ឍក្នុងតំបន់រួមទាំងស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃហើយឯកឧត្តមសង្ឃឹមថាសមាជិកអាស៊ានទាំងពីរកម្ពុជានិងថៃអាចពង្រឹងបទឈប់បាញ់ដែលកំពុងស្ថិតនៅជាធរមាននិងដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនាហើយនឹងការចរចាវត្តមានជាបន្តបន្ទាប់នៃមន្ត្រីជាន់ខ្ពស់កម្ពុជានៅក្រៅប្រទេសបន្ទាប់ពីដំណើរបេសកកម្មការទូតរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនៅសហរដ្ឋអាមេរិកនិងអឺរ៉ុបកាលពីចុងខែកុម្ភៈបានឆ្លុះបញ្ចាំងពីការទូតសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តក្រោមនយោបាយពង្រឹងមិត្តភាពចាស់ពង្រីកមិត្តភាពថ្មីរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដោយមិនភ្លេចអត្ថប្រយោជន៍ខ្ពស់បំផុតរបស់ខ្លួនគឺការការពារបូរណភាពទឹកដីនិងប្រជាជនក្នុងបរិបទជម្លោះព្រំដែនកម្ពុជាថៃ